ចាសួស្តីបងប្អូនថ្ងៃនេះមកធ្វើមីស៊ុបញ៉ាំទៀតអីបងប្អូនអើយពីព្រោះអីថ្ងៃនេះរៀងតិចអូអញ្ចឹងនឹកឃើញថាចង់ញ៉ាំមីស៊ុបហើយនេះជាប្រភេទ spicy seafood ណាបងប្អូនហើយខ្ញុំមាននៅពងមាន់មួយគ្រាប់នេះពងមាន់ណាបងប្អូនមិនពងទាទេពងមាន់ស្រុកនេះគឺពណ៌សហើយពណ៌លឿងហ្នឹងក៏មានដែរហើយនឹងមានឈីសមួយកញ្ចប់ឥឡូវនេះទឹកពុះឲ្យបងប្អូនហើយនេះគ្រឿងទេសរបស់វាមាននេះជាអំបិលហើយនេះមានការ៉ុតហើយនឹងស៊ីវីតសារាយក្រៀមបងប្អូនហើយឥឡូវខ្ញុំបានដាក់ចូលនៅក្នុងឆ្នាំងហើយបងប្អូនថ្ងៃនេះវាត្រជាក់អញ្ចឹងទៅមានអារម្មណ៍ថាចង់ញ៉ាំមីស៊ុបហើយមីស៊ុបនេះគឺខ្ញុំអត់មានអីច្រើនទេមានតែពងមាន់មួយគ្រាប់ហើយនឹងឈីសទេហើយចាំយើងអេតនៅបន្លែអីផ្សេងទៀតវាយើងចង់ញ៉ាំយើងអេតថែមតាមនឹងទៀតណាពីព្រោះឥឡូវវាថ្ងៃសុក្រហើយបងប្អូនអស់បន្លែដែរហើយហើយខ្ញុំនៅនេះខ្ញុំឡើងសារមួយអាទិត្យម្ដងរៀងរាល់ថ្ងៃសៅរ៍អញ្ចឹងណាគឺខ្ញុំឡើងសារទិញម្ហូបហើយមកដល់ថ្ងៃសុក្រអញ្ចឹងគឺបន្លែផ្លែឈើអីគឺវាខ្សត់ខ្សោយតាមនឹងអញ្ចឹងណាព្រោះយើងឡើងសារសម្រាប់ទុកមួយអាទិត្យម្ដងអញ្ចឹងណាបងប្អូនហើយមីនេះជាប្រភេទមីកូរ៉េដែរហើយមានរសជាតិគ្រឿងសមុទ្របងប្អូនរសជាតិseafood spicy ថាមីហឹររសជាតិគ្រឿងសមុទ្រអញ្ចឹងណាតែបើថាបើសួរថាហឹរកម្រិតណាសម្រាប់ខ្ញុំគឺហឹរមិនខ្លាំងទេមកល្មមឆ្ងាញ់ហើយចាំឲ្យវារីកច្រើនធំរីកល្អជាងតិចទៀតសិនចាំខ្ញុំដាក់នៅពងមាន់សម្រាប់ខ្ញុំចូលចិត្តញ៉ាំរៀងហឹរអញ្ចឹងណាបងប្អូនហើយម្ទេសនេះគឺជាម្ទេសឆាដែលខ្ញុំបានយកមកពីស្រុកខ្មែរអញ្ចឹងណាឥឡូវខ្ញុំបានអេតវាថែមពីព្រោះអីខ្ញុំចូលចិត្តរៀងហឹរខ្ញុំចូលចិត្តញ៉ាំហឹរអញ្ចឹងណាបងប្អូនហើយមីហ្នឹងវាដាក់ spicy មែនប៉ុន្តែវាមិនសូវជាហឹរសម្រាប់ខ្ញុំអញ្ចឹងណាអញ្ចឹងហើយបានជាខ្ញុំថែមនៅម្ទេសឆាបន្តិចទៀតដាក់ចូលនៅក្នុងនេះអញ្ចឹងទៅហើយចាំពេលមីតសៃមីវារីកធំជាងនឹងបន្តិចបានខ្ញុំដាក់ពោះពងមាន់ទៅហើយយើងថែមឈីសទៅរួចស្រេចហើយចំពោះមីហ្នឹងបើសិនជាយើងមាននៅបង្គាយើងដាក់នៅបង្គាចូលនៅក្នុងស៊ុបហ្នឹងណាគឺរត់តែឆ្ងាញ់មួយកម្រិតទៀតបងប្អូនប៉ុន្តែដូចខ្ញុំបានប្រាប់ចឹងគឺអស់ហើយខ្ញុំបានទិញបង្គាកាលពីអាទិត្យមុនដែរប៉ុន្តែយកស្រស់ញ៉ាំអស់ចឹងណាបងប្អូនអញ្ចឹងទៅអត់មានអីថែមទេមីស៊ុបខ្ញុំលើកនេះមានតែពងមាន់មួយគ្រាប់ហើយនឹងឈីសមួយបន្ទះតែប៉ុណ្ណោះចាឥឡូវនេះគឺឆ្អិនរួចរាល់ហើយបងប្អូនខ្ញុំបានបិទភ្លើងហើយប៉ុន្តែចង្ក្រានវានៅក្តៅនៅឡើយណាខ្ញុំបានដាក់ឈីសមួយហើយនឹងពងមាន់មួយគ្រាប់លើកនេះគោះពងមាន់មកគឺមានតែអាពណ៌លឿងមានតែមួយគ្រាប់ទេបើកាលធ្វើមីស៊ុបកាលលើកមុនវិញណាគោះពងមាន់មួយគ្រាប់មានអាអេកយកមានដល់2មានអាពងពណ៌លឿងមានដល់2អញ្ចឹងទៅធ្វើខ្ញុំសប្រាយអូខេអញ្ចឹងអរគុណច្រើនបងប្អូនអញ្ចឹងចូលរួមញ៉ាំមីស៊ុបទាំងអស់គ្នាណាបងប្អូនណាជម្រាបលា